ក៏ហៅមន្ត្រីនគរបាលចរាចរណ៍និងមន្ត្រីជាប់កិច្ចសន្យាចំនួន7នាក់ដើម្បីសួរនាំជុំវិញករណីបុរសម្នាក់បានចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថាបានវាយកញ្ចក់រថយន្តខ្លួនបណ្តាលឲ្យបែកអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញក្រោយពីកើតហេតុការណ៍ផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនៅថ្ងៃទី4ខែមិថុនាឆ្នាំ2025វេលាម៉ោង 11:10 នាទីរសៀលជុំវិញបុរសម្នាក់បានចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅផ្លូវហាណូយស្តុបឱកាសខ្ញុំខាន់សែនសុខថាបានវាយកញ្ចក់រថយន្តខ្លួនបណ្តាលឲ្យបែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃដដែលបានអញ្ជើញមន្ត្រីនគរបាលចរាចរណ៍និងមន្ត្រីជាប់កិច្ចសន្យាចំនួន7នាក់នៅគោលដៅខាងលើនិងយករថយន្ត Mazda Frontier ពណ៌ខៀវផ្លាកលេខភ្នំពេញ 2A2614 និងអ្នកបើកបររថយន្តមួយនាក់មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសួរនាំអំពីហេតុការណ៍កើតឡើងឲ្យបានច្បាស់លាស់និងធ្វើរបាយការណ៍រាយការណ៍ជូនឯកឧត្តមស្នងការដើម្បីពិនិត្យសម្រេចសូមបញ្ជាក់ថាកន្លងមកឯកឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកពេលចុះអនុវត្តបំពេញភារកិច្ចត្រូវមានក្រមសីលធម៌វិជ្ជាជីវៈសេចក្តីថ្លៃថ្នូរសាកសមជាកម្លាំងនគរបាលជាតិដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញនិងវិធានការច្បាប់ដោយភាពហ្មត់ចត់បំផុតដោយឡែកចំពោះមន្ត្រីណាដែលរកឃើញថាអនុវត្តការងារគ្មានវិន័យខ្វះក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិត្រូវតែទទួលវិន័យរបស់នគរបាលជាតិជាដាច់ខាតដោយមិនលើកលែងនោះទេដោយឡែកចំពោះអ្នកបើកបរយានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោកក្នុងករណីដែលសមត្ថកិច្ចរកឃើញល្មើសច្បាប់ចរាចរណ៍ក៏ត្រូវអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ផងដែរ